សមត្ថកិច្ចបំបីសំណុំរឿងឃាតកម្មរំលោភខ្សែសន្តិវៈទៅលើនារីរងគ្រោះក្នុងបន្ទប់ទឹកដោយឃាត់បានជនសង្ស័យចំនួន3នាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាសមត្ថកិច្ចបានបំបីសំណុំរឿងករណីឃាតកម្មរំលោភខ្សែសន្តិវៈទៅលើនារីរងគ្រោះនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស្ថិតនៅក្នុងវត្តចេថាឧត្តមហៅវត្តគ្រួភូមិគ្រួសង្កាត់សំរោងខណ្ឌព្រៃភ្នៅរាជធានីភ្នំពេញដោយសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យចំនួន3នាក់ជុំវិញករណីនេះសមត្ថកិច្ចបានបញ្ជាក់ថាកាលពីវេលាម៉ោង 1:27 នាទីយប់អាធ្រាត្រឈានចូលថ្ងៃទី21ខែឧសភាឆ្នាំ2025ក្រុមជនសង្ស័យបានយកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹកហើយរំលោភសម្លាប់និងប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះក្រោយពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌព្រែកភ្នៅកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់អัยការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់